បងប្អូនឥឡូវនេះខ្ញុំកំពុងតែនៅកន្លែងកែច្នៃកាកសំណល់ឲ្យខ្លាចទៅជាលុយដែលអាចរកបានមួយឆ្នាំ$20,000ហើយការស្ដាប់ដៃខ្ញុំនេះគឺជាអ្នកជំនាញដែលគាត់បកកែខាងកែច្នៃកាកសំណល់ឲ្យខ្លាចទៅជាលុយតែម្ដងអញ្ចឹងចង់ដឹងថាមានលក្ខណៈពិសេសខ្លះទៅជួបគាត់ទាំងអស់គ្នាជំរាបសួរបងបាទជំរាបសួរបងអាចជួយរៀបរាប់ពីការកែច្នៃកាកសំណល់របស់យើងបន្តិចបានទេបងបាទនេះគឺតំពិតលពៅដែលយើងយកមកផលិតធ្វើជាជីទឹកបាទអញ្ចឹងជីទឹកដែលសម្រាប់តែយើងមកយកមកផលិតនេះមិនតែលពៅមានម្នាស់មានលពៅមានអីប៉ុន្តែទាំងអស់នេះដែលយើងផ្ដោតគឺយករបស់ខូចមកទេប៉ុន្តែបច្ចុប្បន្នដោយសារវាចាល់ជាមួយនឹងតម្លៃលើទីផ្សារវាថោកអីអញ្ចឹងទៅក៏យើងជួយទិញកសិករមក4-5 ឡាន4-10 ឡានយកមកជួយកែច្នៃគាត់ទៅអញ្ចឹងអាកែច្នៃទាំងអស់នេះបើតាមការពិតយើងយកអារបស់ដែលខូចគុណភាពគេបោះចោលតែម្ដងគេបោះចោលតែម្ដងប៉ុន្តែដោយសារដែលឃើញថ្មីហ្នឹងល្អដោយសារតែវាចាល់តែអញ្ចឹងទេបាទបើអាការកែច្នៃពីកាកសំណល់ហ្នឹងវាមានលក្ខណៈពិសេសអីខ្លះបានធ្វើឲ្យយើងអាចលក់បានច្រើនក្នុងមួយឆ្នាំបាទតាមពិតទៅដោយសារបើបច្ចុប្បន្នមានការគ្រប់គ្រងទៅលើផលិតផលជីទឹកហ្នឹងអញ្ចឹងយើងដឹងថាជីទឹកយើងបើធ្វើចេញមកពីពួកលពៅពួកផ្លែឈើអីមួយចំនួនដែលខូចហ្នឹងណាអញ្ចឹងកាលណាតែគាត់មានការគ្រប់គ្រងច្រើនយើងផលិតបានកាន់តែច្រើនហើយបាទអញ្ចឹងប៉ុន្តែយើងមានលក្ខណៈពិសេសបច្ចេកទេសថ្មីដែលយើងយកមកដាក់ហ្នឹងយើងមានធ្វើលក្ខណៈជាអុកមូនធ្វើជាលក្ខណៈចេញពីទឹកដោះគោស្រស់អីដែលខូចទាំងអស់ហ្នឹងយកមកច្នៃបង្កើននូវគុណភាពគេហៅថា bioenzyme បាទអញ្ចឹងយើងយកអាហ្នឹងបំលែងឲ្យវាទៅជាជីដែលមានគុណភាពខ្ពស់ជំនួសជីគីមីឬក៏ថាយើងកាត់បន្ថយគីមីស្ទើរតែឲ្យបានតែម្ដងបាទអញ្ចឹងដោយសារពាក់ព័ន្ធជាមួយនឹងវត្ថុធាតុដើមដ៏ពិសេសហើយនឹងចំបាច់ចូលជាមួយនឹងបច្ចេកវិទ្យាថ្មីដែលយើងបានស្រាវជ្រាវរកមកដើម្បីបញ្ចូលហ្នឹងបាទនេះបើយើងយកទៅប្រើប្រាស់លើដំណាំវាជួយពន្លឿនការឲ្យផលយ៉ាងម៉េចទៅបាទនេះយើងតែប៉ុន្តែយើងចែកចេញជាវគ្គរបស់វាបើយើងយកអានេះសេរីចាស់PN សេរីចាស់ហ្នឹងគឺ1លីត្រយើងលាយបាន200លីត្រទឹកបាទអញ្ចឹងអាហ្នឹងយកទៅបាញ់ពៅបំពន់អញ្ចឹងតាំងពីដើមតាំងពីថាពៅបំពន់ស្លឹកផ្លែផ្កាអីអញ្ចឹងទៅបាទប៉ុន្តែបច្ចេកទេសថ្មីរាល់ថ្ងៃដែលពួកយើងកំពុងតែធ្វើហ្នឹងតែបងប្អូនឃើញអានេះហ្នឹងយើងអភិវឌ្ឍថ្មីបាទអញ្ចឹងយើងឃើញ2លីត្រនេះយើងលាយបានរហូតដល់1000លីត្រទឹកអញ្ចឹង1លីត្របាន500លីត្រទឹកតែបច្ចេកទេសថ្មីដែលយើងធ្វើ bioenzyme ហ្នឹងហើយបន្តមកអានេះយើងចែកចេញវាជា3ដាច់ពីគ្នាតែម្ដងទី1យើងជួយតែរឹសឯងអញ្ចឹងយកចាក់គល់បាញ់គល់ជួយរឹសប្រព័ន្ធរឹសឲ្យវារឹងមាំបាទរឹងមាំអញ្ចឹងទៅហើយទី2គឺជួយពាក់ព័ន្ធនឹងស្លឹកបាទអញ្ចឹងពាក់ព័ន្ធនឹងស្លឹកឲ្យដាក់ទៅគឺត្រួយវាបាញ់ឡើងលឿនអីអញ្ចឹងទៅបាទដល់ទី3នេះគឺជួយផ្លែផ្កាអញ្ចឹងធ្វើឲ្យវាក្តឹបកាន់ធ្វើឲ្យផ្កាវាល្អអីអញ្ចឹងទៅអញ្ចឹងទាំងអស់ហ្នឹងដែលបច្ចេកវិទ្យាថ្មីដែលយើងខំអភិវឌ្ឍមកហ្នឹងហើយអាហ្នឹងវត្ថុធាតុដើមធំគឺកាកសំណល់ដែលគេបោះចោលពេញផ្លូវអាហ្នឹងពេញផ្លូវពេញអីសម្រាប់ដែលនេះមួយរយៈនេះយើងជួយទៅដល់កសិករដើម្បីបំពេញតម្លៃបន្ថែមទៅដល់ឲ្យគាត់ណាអញ្ចឹងដូចថាយើងទិញ1គីឡូ300-400 400-500យកមកជួយគាត់ប៉ុន្តែយើងជួយមិនបានច្រើនគ្នាទេយើងបានតែ20-30 តោនអីអញ្ចឹងទៅម្ដងហើយងាកទៅគាត់ជួយទៀតទៅម្នាស់បន្តិចទៅលពៅបន្តិចទៅអីអញ្ចឹងទៅចុះបើយើងគិតជាការកែច្នៃកាកសំណល់ដែលបោះចោលហ្នឹងមួយឆ្នាំយើងអាចថាប្រមាណតោនយើងទៅការប្រហែលជា500 តោននេះក្នុងមួយឆ្នាំបាទប៉ុន្តែយកជាវគ្គវាមិនយកម្ដង500 តោនម្ដង20-30 តោន20-30 តោនអញ្ចឹងទៅយើងយកវាមកអញ្ចឹងយើងមើលរដូវកាលដែលគាត់ទូទៅដូចនៅម្នាស់អញ្ចឹងគាត់ដាំតែតែមានអាខុសខ្នាតភាសាបច្ចេកនេះគេហៅខុសខ្នាតអញ្ចឹងគឺមានលេខ1លេខ2លេខ3លេខ4លេខ5អញ្ចឹងគេយកតែលេខ1លេខ2លេខ3ដែលលក់បានអញ្ចឹងអាលេខប្រមាណហ្នឹងគេកវត្តចោលអញ្ចឹងឥឡូវនេះយើងបានទៅឲ្យតម្លៃបំពេញបន្ថែមមកគាត់ហ្នឹងទៅតែ1គីឡូយើងទិញគាត់ប្រមាណ100ដើម្បីយកមកកែច្នៃឲ្យយើងត្រឡប់ទៅវិញអត្ថប្រយោជន៍ពាក់ព័ន្ធជាមួយជីទឹកខ្ញុំចាប់អារម្មណ៍នៅខាងក្រោយសុទ្ធតែធុងហើយអាហ្នឹងយើងផ្ទុកប្រមាណខែបានតែយើងអាចឆ្នៃវាឲ្យទៅជាទឹកជីទឹកហ្នឹងដើម្បីប្រើប្រាស់បានយើងមាន2ដំណាក់កាល2-3ដំណាក់កាលសំខាន់ដំណាក់កាលទី1គឺយើងត្រូវបង្កើតមេវាសិនដូចមេតប៉ែអញ្ចឹងណាយើងផលិតមានមេឲ្យច្រើនមកជួរដែលឃើញហ្នឹងគេផលិតមេហ្នឹងទុកបាទអញ្ចឹងដល់ពេលដែលបានមេហើយពេលដែលយើងយកមកទាំងអស់នេះទៅផ្អាប់ដើម្បីទៅច្នៃហ្នឹងបើតាមធម្មតាប្រហែលជា3ខែបាទ3ខែប៉ុន្តែបើសិនជាយើងវាស់មើលទៅតាមគុណភាពរបស់វាយើងខ្លះបើសិនជាយើងកិនវាយើងម៉ត់ទៅវាលឿនដែរសម្រាប់នេះប៉ុន្តែបើសិនជាយើងអត់សូវកិនទេយើងដាក់ទៅវាអាចរហូតដល់2-3ខែចឹងទៅបងចោះតាក់ទងតម្លៃវិញបាទនេះបើយើងប្រៀបធៀបជាមួយផលិតផលដែលគេប្រើប្រាស់ផ្សេងៗមិនទៅតម្លៃវាតម្លៃអានេះធូរទេយើងបិទទៅ1លីត្របាន200លីត្រទឹកដែលយើងនេះតម្លៃវា1លីត្រ12000-20000សម្រាប់កសិករ
ក៏គាត់អាចប្រើប្រាស់បានហើយ 21 លីត្រ បាទ1លីត្របាន500លីត្រទឹករហូតដល់2លីត្រដែលយើងជ្រក់ហ្នឹងយើងបានរហូតដល់1000លីត្រទឹក ចឹងសម្រាប់ម្ចាស់ចំការដែលគាត់ឬក៏អ្នកដាំដុះដែលគាត់មានកសិដ្ឋានគាត់ល្មមគាត់អាចទិញយកទៅប្រើប្រាស់សន្សំចៃមែនទេ សំចៃមែនទែនហើយយើងមាននឹងជួយនឹងបរិញ្ញាឲ្យគាត់អ្វីដែលបើសិនជាគាត់សម្បូរអាកាសសំណល់ហ្នឹងបាទយើងប្រាប់ឲ្យគាត់វិធីដែលគាត់ធ្វើទៀតមានអ្នកដែលគាត់មកធ្វើតាមបានច្រើនហើយអាចមកមើលផ្ទាល់នៅថ្ងៃទី28ខែ3 2026ហ្នឹងចូលមកមើលតែម្ដងហើយចាំមើលអាចង្វាក់ផលិតកម្មទាំងអស់ហ្នឹងហើយយើងអាចមានតេស្តឲ្យជូនមើលទៀតដើម្បីថាវាដឹងគុណភាពចំការគាត់ផលិតបានហើយប៉ុន្តែគាត់អាចដឹងថាអាហ្នឹងវាមានគុណភាពមិនមានគុណភាពប៉ុន្តែកន្លែងយើងមានកន្លែងតេស្តឲ្យគាត់មើលថែម អញ្ចឹងបងប្អូនបើចង់ដឹងគំនិតក្នុងការកែច្នៃកាកសំណល់ផ្សេងៗឲ្យខ្លាចទៅជាជីហើយការប្រើប្រាស់ឲ្យបានល្អត្រឹមត្រូវជាពិសេសការដាំដុះឲ្យមានទីផ្សារបច្ចេកទេសល្អអាចមកចូលរួមកម្មវិធីនៅថ្ងៃទី28ខែមីនានេះដែលយើងគិតតែ$10ទេថ្លៃអាហារហើយយើងអាចមកមើលរោងចក្រផ្ទាល់ទាំងមូលទាំងម្ដងជាពិសេសស្ដាប់ទៅលើបច្ចេកទេសផ្សេងៗហើយបន្ថែមពីហ្នឹងក៏មានការផ្ដល់ទុនពីធនាគារផងដែរបើសិនបើយើងមានតម្រូវការបាទអញ្ចឹងអរគុណបងច្រើនមែនតើបានបង្ហាញអំពីទស្សនវិជ្ជារួមទាំងមូលទាំងពីរអរគុណច្រើនបងអរគុណ